បាទនឹងឯ teacher អញ្ចឹងតាក់ទងទៅនឹងដោយសារតែមានបងប្អូនមួយចំនួនគាត់អត់ដឹងថាធ្វើបែបម៉េចដើម្បីឲ្យការធ្វើបង្ហាញរបស់គាត់នៅថ្នាក់ហ្នឹងមានគេចាប់អារម្មណ៍អញ្ចឹងតើគាត់គួរប្រើវិធីសាស្ត្របែបម៉េចដើម្បីឲ្យការធ្វើបង្ហាញរបស់គាត់ហ្នឹងមានភាពល្អប្រសើរជាងមុនបាទតាក់ទងនឹងចំណុចនេះគឺជាសំណួរមួយដ៏ល្អបានន័យថាដើម្បីធ្វើបទបង្ហាញតាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនរបស់យើងគឺមានវិធីសាស្ត្រមួយចំនួនដែលយើងអាចប្រើបានមួយវិធីសាស្ត្រនោះគឺយើងអាចសួរជាសំណួរទៅកាន់ទស្សនិកជនរបស់យើងបាទសួរឲ្យគាត់គិតឬក៏សួរឲ្យគាត់ឆ្លើយឬក៏សួរឲ្យគាត់លើកដៃបាទនឹងគឺជាវិធីសាស្ត្រមួយដែលយើងអាចប្រើដើម្បីទាញចំណាប់អារម្មណ៍ទស្សនិកជនរបស់យើងឲ្យមកស្ដាប់ការធ្វើបទបង្ហាញរបស់យើងមួយវិធីសាស្ត្រផ្សេងទៀតគឺយើងអាចលើកយកការស្រាវជ្រាវអ្វីថ្មីដែលតាក់ទងមួយប្រធានបទហ្នឹងយកមកនិយាយប្រាប់ទស្សនិកជនយើងដែរពីព្រោះទស្សនិកជនពេលខ្លះគឺគាត់អត់ទាន់ដឹងនៅលទ្ធផលនៃការស្រាវជ្រាវថ្មីដែលទើបតែរកឃើញដែលតាក់ទងជាមួយនឹងប្រធានបទរបស់គាត់អញ្ចឹងបើសិនជាគាត់អាចអានស្រាវជ្រាវបានច្រើនអំពីការសិក្សាស្រាវជ្រាវណាមួយដែលតាក់ទងជាមួយនឹងប្រធានបទរបស់គាត់លើកយកមកធ្វើបទបង្ហាញក៏ជាផ្នែកមួយតាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនផងដែរគាត់ក៏អាចលើកយកជាស្ថិតិបាទជាលេខស្ថិតិឬក៏ប្រើរូបភាពដែលគួរឲ្យចាប់អារម្មណ៍តាក់ទងជាមួយប្រធានបទរបស់គាត់ផងដែរហើយគាត់ក៏អាចចាក់ជាវីដេអូខ្លីៗ short video clip បាទវីដេអូខ្លីៗដែលតាក់ទងនឹងប្រធានបទរបស់គាត់ឲ្យទស្សនិកជនមើលរយៈពេលខ្លីបាទឧទាហរណ៍20វិនាទីឬក៏1នាទីបាទហើយឲ្យទស្សនិកជនចូលរួមក្នុងការគិតបន្តិចមុននឹងគាត់ធ្វើបទបង្ហាញអំពីប្រធានបទរបស់គាត់បាទនេះគឺជា technique ឬក៏បច្ចេកទេសខ្លះវិធីសាស្ត្រមួយចំនួនដែលអាចធ្វើឲ្យទស្សនិកជនរបស់គាត់ចាប់អារម្មណ៍ចង់ស្ដាប់ការធ្វើបទបង្ហាញរបស់គាត់ពីដើមរហូតដល់ចប់